សាលារៀននេះខុសប្រក្រតីវាមើលទៅដូចជាប្លែកស៊ូហ្វីតើមានរឿងអីមែនទេខ្ញុំគិតថាទីនេះមានអ្វីម្យ៉ាងដែលមិនគួរមាននោះទេតើកូនមើលឃើញអីខ្ញុំឃើញដូនជីតើគេកំពុងធ្វើអីគឺគេឈរនៅត្រង់នោះរបស់នោះវាបានត្រឡប់មករកខ្ញុំបិសាចត្រង់នេះធ្លាប់ជាទូតឋានសួគ៌ដែលព្រះជាម្ចាស់បណ្ដេញចេញត្រូវពង្រត់អំណាចទៅនៅពីក្រោយបិសាចគួរឲ្យរន្ធត់បំផុតនាងត្រូវការអំណាចត្រឡប់ទៅវិញគេមិនមែនខ្លាចទេតាមពិតខ្ញុំខ្លាចនាងត្រូវតែបញ្ជូនរបស់មួយនោះត្រឡប់ទៅឋាននរកវិញរឿងខ្មោចដូនជីវគ្គ 2